បងសុំសួរមួយអូខេអញ្ចឹងថ្ងៃនេះគឺយើងមកមើលជាមួយនឹង PS2 USDT អញ្ចឹងនៅក្នុង time frame daily គឺយើងឃើញថាឥឡូវវាកំពុងតែស្ថិតនៅក្នុង triangle pattern អញ្ចឹងយើងអត់ទាន់ដឹងថាវា break ទៅខាងលើឬក៏ខាងក្រោមទេអញ្ចឹងបើសិនបើវា break ទៅខាងលើ target វាអាចនឹងមាន3នៅត្រង់ចំណុចនេះ target វាអាចនឹងមាន3នៅปลายត្រង់នេះហើយនឹងចំណុចចុងក្រោយគឺនៅត្រង់នេះដែលសិនតែជា buy sell liquidity របស់វាហើយចាំបើវា break ចុះមកខាងក្រោមវាអាចនឹងចុះមកដល់ត្រឹមណាអូខេអញ្ចឹងយើងមកមើលនៅខាងក្រៅវិញវាមាន sell sign នៅត្រង់ចំណុចនេះហើយនឹងចំណុចនេះអាហ្នឹងគឺសម្រាប់នៅក្នុង time frame daily អូខេអញ្ចឹងយើងមកមើលជាមួយនឹង time frame 1ម៉ោងវិញអូខេអញ្ចឹងនៅក្នុង time frame 1ម៉ោងគឺយើងឃើញថានៅត្រង់ចំណុចនេះវាមានជាមួយនឹង order block មួយអញ្ចឹងនៅពេលដែលវាបានចុះមកប៉ះជាមួយនឹង order block នេះហើយវាបានrebound ទៅខាងលើវិញដែលមាន trend line support របស់វា trend line support ហ្នឹងក៏វាមានជាមួយនឹង liquidity ច្រើនដែរវាជ្រុំចឹងរហូតមកឡើងមកដល់ត្រឹមនេះវាគៀងនៅត្រឹមហ្នឹងដែលបានបង្កើតជាមួយនឹង supply បច្ចុប្បន្ន0នៅម្ដុំនេះគឺសុទ្ធតែជា liquidity ហើយដែលភាគច្រើនsmart money concept គឺដែលជា smart money trader គឺគេមិនសូវជាចូលប្រហែលទេនៅត្រង់ចំណុចនេះតែបើអ្នកទាំងអស់គ្នាចង់ចូលអ្នកទាំងអស់គ្នាអាច zoom ទៅតាម time frame តូចចូលលេងខ្លីៗបានតែបើខ្ញុំអត់ចូលទេខ្ញុំរងចាំឲ្យវាមានឱកាសមក clear ជាមួយនឹង sell side ឬក៏ buy side សិនបាទខ្ញុំធ្វើការចូលបើសិនបើវាឡើងទៅប៉ះ supply ហើយវាមិនអាច break បានទេវាអាចចុះមកតេសជាមួយនឹង order block ម្ដងទៀតហើយបើមិនចឹងទេវាអាចនឹង break order block នេះហើយវាចុះមកយកជាមួយនឹង SVG នៅក្នុង time frame daily ហើយបើវាឡើងទៅខាងលើវិញក៏ថាបានដែរឬក៏មួយទៀតវាអាចនឹងមានកម្លាំងបាយស្ទុះទៅប៉ះជាមួយនឹង barrier SVG ហើយទៅវាធ្លាក់ចុះមកវិញបន្តិចទៅវាឡើងទៅបន្តទៀតពីខ្ញុំគឺមានតែប៉ុណ្្នឹងទៅលើ peso បើអ្នកទាំងអស់គ្នាចង់ចូល position អ្នកទាំងអស់គ្នាក៏តែរងចាំមើល confirmation នៅត្រង់ចំណុចពេលនេះសិនចាំអ្នកទាំងអស់គ្នាសម្រាប់ចិត្តក្នុងការចូល position អូខេពីខ្ញុំមានតែប៉ុណ្្នឹងបើអ្នកទាំងអស់គ្នាចង់ខ្ញុំមើលទៅលើ pair អីបន្តទៀតអ្នកទាំងអស់គ្នាអាចតម្លែកនៅក្នុង comment បានហើយជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ